នៅក្នុងភូមិតូចមួយជាប់ព្រៃមានកូនជ្រូកតូចមួយក្បាលដែលមានពណ៌ខៀវប្លែកពីគេពណ៌ដែលធ្វើឲ្យវាត្រូវគេសើចចំអកនិងមើលងាយតែតើពណ៌ខៀវនោះនឹងនាំមកនូវសេចក្តីក្លាហាននិងអត្ថន័យអ្វីខ្លះសូមអញ្ជើញស្ដាប់រឿងនិទានកូនជ្រូកពណ៌ខៀវនៅភូមិតូចមួយជាប់ព្រៃមានជ្រូកម្ដាយមួយនិងកូនជ្រូក3ក្បាលពួកវាទាំងអស់មានពណ៌ផ្កាឈូកលើកលែងតែកូនតូចបំផុតមួយក្បាលដែលមានពណ៌ខៀវស្រាលភ្លឺដោយសារតែពណ៌ខៀវប្លែកនេះកូនជ្រូកតូចតែងត្រូវគេហៅថាជ្រូកខៀវហើយសពសត្វដទៃខ្លះសើចចំអកវាជ្រូកខៀវមានចិត្តល្អស្លូតបូតនិងឧស្សាហ៍ជួយគេថ្ងៃណាមួយវាជួយកូនមាន់ដែលធ្លាក់ក្នុងអណ្ដូងយកខ្សែរុក្ខជាតិទាញឡើងវិញថ្ងៃផ្សេងទៀតវាជួយអណ្ដើកឆ្លងទន្លេទោះបីជាវាធ្វើល្អប៉ុណ្ណាក៏មិត្តខ្លះនៅតែសើចវាពីពណ៌ខៀវរបស់វាយប់មួយមានព្យុះខ្លាំងកើតឡើងខ្យល់កន្ត្រាក់ផ្ទះសត្វជាច្រើនផ្ទះឈើរបស់ជ្រូកម្ដាយក៏ជិតដួលដែរសត្វទាំងភូមិត្រុសត្រាយខ្លាំងមិនដឹងធ្វើដូចម្ដេចជ្រូកខៀវគិតបានលឿនវារត់ទៅរកភ្នំតូចមួយដែលមានថ្មរឹងមាំហើយណែនាំឲ្យសត្វទាំងអស់ទៅលាក់ខ្លួននៅទីនោះពេលព្យុះឈប់សត្វទាំងភូមិសុវត្ថិភាពទាំងអស់ពួកគេដឹងថាប្រសិនបើគ្មានជ្រូកខៀវគេប្រហែលជាគ្រោះថ្នាក់ធំសត្វដែលធ្លាប់សើចចំអកចូលមកសុំទោសហើយអរគុណវាចេញពីចិត្តចាប់ពីថ្ងៃនោះតទៅជ្រូកពណ៌ខៀវមិនមែនជារឿងចម្លែកទៀតទេប៉ុន្តែជាសញ្ញានៃភាពក្លាហានប្រាជ្ញានិងចិត្តល្អជ្រូកខៀវคล้ายទៅជាមិត្តដែលគ្រប់គ្នាស្រឡាញ់ហើយភូមិនោះរស់នៅដោយសុខសាន្តជានិច្ចអត្ថន័យនៃរឿងនេះគឺកុំវាយតម្លៃអ្នកណាម្នាក់តាមរូបរាងភាពល្អនិងការធ្វើល្អគឺជាអ្វីដែលធ្វើឲ្យមនុស្សឬសត្វម្នាក់មានតម្លៃពិតប្រាកដរឿងនិទានរបស់កូនជ្រូកពណ៌ខៀវបង្រៀនឲ្យយើងដឹងថាតម្លៃពិតរបស់នរណាម្នាក់មិនស្ថិតនៅលើរូបរាងខាងក្រៅទេប៉ុន្តែស្ថិតនៅលើចិត្តល្អការជួយគ្នានិងភាពក្លាហានសូមអរគុណដែលបានស្ដាប់រឿងនិទានរបស់យើងបើអ្នកចូលចិត្តសូមកុំភ្លេចចុច like និង share និង subscribe ដើម្បីទទួលបានរឿងនិទានថ្មីបន្តទៀតសូមអរគុណ